ខ្ញុំធ្លាប់និយាយថាចយរ៉ាសេគឺជាអ្នកស្នងតំណែងបន្ទាប់ពី Lewis នៅវីដេអូមុនហើយក៏បានរំលងសិស្សប្អូនដែលទើបធ្វើការចូលក្រុម Mercedes-AMG Petronas F1 Team នារដូវកាលនេះចំពោះមូលហេតុគឺដោយសារតែគាត់មានវ័យក្មេងនិងទើបតែធ្វើការចូលក្រុមតែប៉ុណ្ណោះប៉ុន្តែក្រោយការប្រកួតនៅ Australian Grand Prix រួចខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនទែនដោយមិននឹកស្មានថាកីឡាករដែលមានវ័យក្មេងនិងបទពិសោធន៍ F1 ជាមួយនឹង Australian Grand Prix លើកទី1ហ្នឹងអាចយកបានចំណាត់ថ្នាក់លេខ4ហើយមិនខុសទេយើងនឹងទៅនិយាយពីលោក Kimi Antonelli Yeah. You don't wanna make me bring out the dogs. Get wavy without the boss. Man, I like pay me. Look at the cost. Don't get brazen. See, I'm the boss. Put respect upon my name. You plebs are all the same. Way too lame. Came to rain on your parade like Mr. Burns. Gonna get this work. Get down when I spit this verse. Better hit the dirt. Head to the ground with a pistol burst. Just observe. Deal with business first. When will these bitches learn? Came to rain on your parade like Mr. Burns. Gonna get this work. Get down when I spit this verse. Better hit the dirt. Head to the ground with a pistol burst. Just observe. Deal with business first. When will these bitches learn? Came to rain on your parade like Mr. Burns. Like excellent. Back in the room with the best again. Ride with the wicked and there ain't no rest for them. I'm proof, I'm testament. Though we study the art. Up in the craft. You man are thinking you're hard. Just dropping a couple of bars and nothing like ours. Us man are running too fast. និយាយដល់ Petronas វីដេអូនេះគឺត្រូវបាន sponsor ពី Petronas Lubricant Cambodia ដែលប្រិយមិត្តអាចស្វែងរកនៅប្រទេសកម្ពុជារបស់យើងបានហើយដែលគឺជាប្រេងលម្អិលលំដាប់ថ្នាក់ពិភពលោកនិងឈ្នះពានរង្វាន់5ឆ្នាំជាប់គ្នាស្ដីពី Top Strongest Oil and Gas Brand in the World ឬម៉ាកសញ្ញាប្រេងលម្អិលឬក៏ប្រេងឥន្ធនៈដែលល្បីល្បាញធំជាងគេនៅលើពិភពលោកនិងជាដៃគូសហការរបស់ Mercedes ក្នុងការផលិតប្រេងម៉ាស៊ីនផ្ទាល់សម្រាប់រថយន្តមួយនេះហើយក៏ជាដៃគូសហការជាមួយនឹងក្រុមប្រណាំងរថយន្ត Formula 1 ផងដែរគឺ Mercedes-AMG Petronas F1 Team ហើយបើឆ្ងល់ថាហេតុអីបានជាឡាននៅក្នុងក្រុម Mercedes AMG នោះគឺដោយសារតែប្រើប្រាស់ជាមួយនឹងប្រេងលម្អិល Petronas នឹងដែរលោក Kimi Antonelli មានសញ្ជាតិអ៊ីតាលីកើតនៅថ្ងៃទី25ខែសីហាឆ្នាំ2006និងមានឈ្មោះពេញថា Andrea Kimi Antonelli ដែល Kimi ហ្នឹងគឺត្រូវបានឪពុកនិងមិត្តសម្លាញ់របស់ឪពុកលោកដាក់ឈ្មោះឲ្យតាមកីឡាករ F1 គឺលោក Kimi Raikkonen ជាម្ចាស់ពានរង្វាន់ពិភពលោក World Driver Championship នៅឆ្នាំ2007សម្រាប់ Kimi Antonelli ពីក្មេងលោកគឺជាមនុស្សម្នាក់ដែលស្រឡាញ់ជាមួយនឹងការប្រណាំងខ្លាំងស្របពេលដែលឪពុកលោក Marco Antonelli គឺជាអតីតកីឡាករប្រណាំងរថយន្ត Touring Car Italian Super Turismo Championship ហើយសប្តាហ៍ថ្ងៃក៏ជាម្ចាស់ក្រុមប្រណាំងរថយន្ត AKM Motorsport ផងដែរដែលដំបូងឡើយឪពុកគាត់គឺចង់ឲ្យកូនប្រុសខ្លាយទៅជាកីឡាករបាល់ទាត់ទេតែដោយសារតែ Kimi លោកមានចំណូលចិត្តខាងវិស័យប្រណាំងខ្លាំងជាងទើបគាត់បញ្ជូនកូនទៅធ្វើការបើកបរជាមួយនឹង Go-kart តែម្ដងអញ្ចឹងនៅពេលដែលលោកអាយុ7ឆ្នាំ Kimi ក៏ចាប់ផ្ដើមជាមួយនឹងអាជីពបើកបរជាមួយនឹង Go-kart ហើយក៏ទទួលបានជាមួយនឹង Championship តែម្ដងជាមួយនឹងប៉ុន្មាន category បន្ទាប់មកទៀតគាត់ទទួលបានជាមួយនឹងពានរង្វាន់បន្ថែមដូចជា2015 Trofeo ECK Kart Italy សម្រាប់ kart ល្បឿន 60cc និងឈ្នះជាមួយនឹង Easy Kart International Grand Final ទទួលបានជាមួយនឹង Top 3នៅក្នុងការប្រកួត Italian Cup និង Trofeo dalle Industrie WSK Supermaster Series និងចុងក្រោយគឺគាត់យកឈ្នះ3ជុំនៅក្នុងការប្រកួតលំដាប់កំពូលក្នុងស្រុកគឺ Italian Karting Championship ក្នុងអំឡុងឆ្នាំ2018គាត់ក៏បានចុះហត្ថលេខាក្លាយទៅជា Mercedes Junior Team ដែលវាដូចជា program មួយអញ្ចឹងដែលមានឱកាសក្នុងការប្រម៉ូទកីឡាករបើកបរ karting ហ្នឹងឲ្យទៅជាកីឡាករបើកបរ F1 ពេញសិទ្ធនាពេលអនាគតហើយក្នុងអំឡុងពេលដែលគាត់បើកបរពេលនោះគាត់យកឈ្នះជាមួយនឹងការប្រកួតជាច្រើនដែលសុទ្ធតែជាប្រភេទលំដាពាន Go-kart តែម្ដងដែលមានដូចជា WSK Champion Cup Stuttgart Winter Cup WSK Supermaster បន្ថែមពីនេះគាត់ក៏យកឈ្នះ European Championship សម្រាប់ Senior Class របស់គាត់ក្នុងវ័យត្រឹមតែ14ឆ្នាំតែប៉ុណ្ណោះប៉ុន្តែក្រោយមកលោកក៏សម្រេចចិត្តសម្រាកពីការប្រកួត World Championship មួយរយៈក្រោយពេលដែលគាត់ជួបជាមួយនឹងឧបទ្ទវហេតុដោយប៉ះគ្នានៃរដូវកាលប្រកួតដែលមានភ្លៀងធ្លាក់និងរអិលខ្លាំងបណ្ដាលឲ្យគាត់បាក់ជាមួយនឹងឆ្អឹងស្មងជើងនិងប្រអប់ជើងនៅខាងឆ្វេងបន្ទាប់ពីជាមកវិញគាត់មិនបានបោះចោលជាមួយនឹងការប្រកួតរបស់គាត់ទេពោលគឺកាន់តែសាហាវជាមួយបន្ថែមទៀតដែលគាត់បានផ្លាស់ប្ដូរចូលទៅក្នុង Premier KZ Gearbox Class ដែលធ្វើឲ្យគាត់ក្លាយទៅជាកីឡាករដែលមានវ័យក្មេងជាងគេបំផុតដែលបានចូលរួមជាមួយនឹងការប្រកួតនៅក្នុង KC World Champion នឹងបន្ថែមពីនេះក៏ផ្ដួលជាមួយ record របស់ Max Verstappen ដែលធ្លាប់ជាកីឡាករដែលមានវ័យក្មេងជាងគេផងដែរចូលដល់វ័យ15ឆ្នាំ
គាត់ក៏បានចូលទៅក្នុងការប្រកួត F4 ម្ដងជាមួយនឹងក្រុម Prima Racing ហើយគាត់ក៏ទទួលបានជាមួយនឹងពានរង្វាន់ជាច្រើនហើយអ្វីដែលអស្ចារ្យគឺគាត់អាចធ្វើការចូលប្រកួតតំណាងឲ្យប្រទេសអ៊ីតាលីតែម្ដងនៅក្នុង Formula 4 Cup សម្រាប់ FIA Motorsport Game បន្ទាប់ពីគាត់ធ្វើការយកបានជាមួយនឹង pole position នៅក្នុងវគ្គ Qualify គាត់ក៏បានយកឈ្នះតែម្ដងមិនថានៅក្នុងវគ្គ Qualify ហ្នឹងក៏ដូចជាវគ្គ Main Race ទេប៉ុន្តែក្រោយភាពជោគជ័យនេះគាត់ក៏ជួបជាមួយនឹងរឿងមួយដែលសូម្បីតែខ្លួនគាត់ផ្ទាល់ក៏បាននិយាយថាវាជារឿងមួយដែលគាត់មិនអាចបំភ្លេចបានក្នុងមួយឆាកជីវិតតែម្ដងពោគឺគាត់ជួបជាមួយនឹងគ្រោះឧបទ្ទវហេតុទៀតហើយដែលនៅចុងតង់ Qualify ខាងដើមដែលខ្ញុំបាននិយាយមុនហ្នឹងធ្វើឲ្យគាត់បាក់ជាមួយនឹងកដៃនៅខាងឆ្វេងហើយជឿថាប្រិមិត្តមិនមាននរណាអាចធ្វើដូចគាត់ទេដោយបាក់កដៃហើយនៅតែធ្វើការប្រកួតបានទៀតដល់ពេលនោះលោកឈឺចាប់រកអ្វីប្រៀបពុំបានទេប្រិមត្តអរគ្នាប៉ុន្តែដោយសារតែការប្រកួតគឺតំណាងឲ្យប្រទេសរបស់លោកអញ្ចឹងគឺតម្រូវឲ្យលោកនឹងគឺត្រូវផឹកថ្នាំបំបត្តិការឈឺចាប់បណ្ដាលនិងធ្វើការបើកបរបណ្ដាលហើយចុងក្រោយគាត់ក៏ទទួលបានជាមួយនឹងជ័យជំនះជាមួយនឹងមេដាយមាសដែលតំណាងឲ្យប្រទេសអ៊ីតាលីរបស់ខ្លួននិងទទួលបានជាមួយនឹងប្រាក់រង្វាន់ 10000 យូរ៉ូពីរោងចក្រផលិតសាក់ស៊ីឡានគឺ KC Motorsport ដើម្បីធ្វើការ support ជាមួយនឹង campaign ឆ្នាំ2023របស់គាត់ឆ្នាំ2023 Kimi Antonelli ក៏បានចូលខ្លួននៅក្នុងការប្រកួត Formula Regional Middle East នៅក្នុងក្រុម Mumbai Falcon និង Formula Regional European Championship នៅក្នុងក្រុម Prima ហើយ Kimi លោកបានសារភាពថាគាត់មិនទាន់ត្រៀមលក្ខណៈពេញលេញសម្រាប់ការប្រកួត Formula 3នោះទេលោកក៏ថាគាត់នៅខ្វះបទពិសោធន៍អញ្ចឹងនៅពេលដែលចូលទៅកាន់ FIA Formula 3គឺវាពិតជាលឿនខ្លាំងពេកសម្រាប់គាត់ប៉ុន្តែគាត់បានយកបានជាមួយនឹង Championship នៅក្នុងការប្រកួត Formula Regional Middle East និងបន្តជាមួយនឹង Formula Regional European Championship នៅក្នុងរដូវកាលនោះគឺគាត់ជួបជាមួយនឹងរឿងច្រើនទៀតហើយវាក៏បូករួមបញ្ចូលជាមួយនឹងរឿងសោកសៅមួយផងដែរដែលចាប់ផ្ដើមជាមួយនឹងការប្រកួតដំបូងរបស់គាត់នៅឯ Imola គាត់ទទួលបានជើងចន្ទថ្នាក់លេខ 2 បន្ទាប់មកគាត់ក៏នៅតែបន្តជាមួយនឹងតំណែងចន្ទថ្នាក់លេខ 2 នឹងដដែលទៀតនៅឯ Barcelona Catalona ហើយបន្ថែមទៀតគាត់ក៏មានបញ្ហាជាមួយនឹងប្រអប់លេខដែលធ្វើឲ្យគាត់ខកខានយកបានជ័យជំនះនៅក្នុងរដូវកាលនោះហើយក៏ខកខានម្ដងទៀតនៅឯ Spa Francorchamps ដោយសារតែមានគ្រោះថ្នាក់ដ៏សាហាវមួយបានកើតឡើងរបស់លោក Delano Vandos ដែលធ្វើឲ្យ Delano គឺគាត់បាត់បង់អាយុជីវិតតែម្ដងអញ្ចឹងក្រោយទទួលបានជាមួយនឹងពាននិងក្លាយទៅជាម្ចាស់ពានរង្វាន់នៅក្នុងការប្រកួត Formula Regional European Championship លោកក៏បានជូននិងឧទ្ទិសកុសលជាមួយនឹង title របស់គាត់ទៅឲ្យលោក Delano Vandos ដែលបានបាត់បង់អាយុជីវិតផងដែរក្រោយពីទទួលបានពានរង្វាន់ទាំងពីរនេះហើយគាត់ក៏បានប្រមូលចូលទៅក្នុងការប្រកួត Formula 2 Direct តែម្ដងជាមួយនឹងក្រុម Prima ដដែលប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយប្រិយមិត្តអរគ្នាការចាប់ផ្ដើមក៏ដូចជាការបញ្ចប់ជាមួយនឹងការប្រកួតរបស់គាត់ហ្នឹងគឺមិនសូវល្អនោះទេពោលគឺគាត់តែងតែជួបជាមួយនឹងគ្រោះថ្នាក់ជាច្រើនតែម្ដងអញ្ចឹងចុងក្រោយគាត់ក៏ទទួលបានជាមួយចំណាត់ថ្នាក់លេខ 6 ជាមួយនឹងការយកឈ្នះ 2 និងឡើង podium ចំនួន 3 ជាមួយនឹងពិន្ទុត្រឹមតែ113ពិន្ទុតែប៉ុណ្ណោះចូលមកកាន់រដូវកាលសម្រាប់ Formula 1 វិញម្ដងដែលដូចតែអ្នកទាំងគ្នាដឹងអញ្ចឹងKimi លោកបានចូលជាមួយនឹងក្រុម Junior Team របស់ក្រុម Mercedes តាំងពីឆ្នាំ2019មកអញ្ចឹងសម្រាប់ក្រុមដែលគាត់នឹងទៅប្រិយមិត្តអរគ្នាយើងសឹងតែមិនបាច់បញ្ជាក់ម្ដងទៀតទេប្រិយមិត្តអរគ្នាគឺអាចដឹងខ្លួនឯងហើយអញ្ចឹងសម្រាប់ឆ្នាំ2025ថ្មីនេះKimi បានធ្វើការចូលក្រុម Mercedes ពេញសិទ្ធដែលដូចតែអ្វីដែលគាត់បានរំពឹងទុកពិតមែនដោយចំនួនតំណែងរបស់ Lewis ហើយអ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺគាត់បានធ្វើល្អខ្លាំងមែនទែននៅក្នុងការប្រកួត Australian Grand Prix ប្រហែលថ្ងៃមុននេះដែលក្លាយទៅជាកីឡាករអ៊ីតាលីដំបូងដែលបានប្រកួតនៅក្នុងកីឡា Formula 1 បន្ទាប់ពីលោក Antonio Giovinazzi ដែលបានបញ្ចប់ការងារត្រឹមឆ្នាំ2021និងជាប់ឈ្មោះជាកីឡាករដែលមានវ័យក្មេងជាងគេលេខរៀងទី3នៅលើពិភពលោកជាមួយនឹងវ័យត្រឹមតែ18ឆ្នាំនិង23ថ្ងៃតែប៉ុណ្ណោះអ្វីដែលកាន់តែពិសេសនោះលោកទទួលបានជាមួយចំណាត់ថ្នាក់ Qualify លេខ16ដែលគេថាជា P16 ទេប៉ុន្តែគឺអាចយកបានចំណាត់ថ្នាក់លេខ4ជាមួយនឹង Main Race មកវិញប្រិមត្តអរគ្នាជាមួយនឹងទីលានដែលមានភ្លៀងធ្លាក់និងរអិលខ្លាំងបន្ថែមទៀតអញ្ចឹងសម្រាប់អ្នកដែលបានទស្សនាជាមួយនឹង Australian GP ហ្នឹងគឺបានដឹងហើយដែលសូម្បីតែកីឡាករដែលមានបទពិសោធន៍មួយចំនួនហ្នឹងក៏ជួបជាមួយនឹងគ្រោះថ្នាក់និងបញ្ចប់ការប្រកួតនៅពេលនោះដែរប៉ុន្តែKimi Antonelli លោកនៅតែធ្វើ
ធ្វើការបន្តការប្រកួតធម្មតានិងមិនមានរឿងអីកើតឡើងនោះទេហើយចុងក្រោយគឺគាត់ទទួលបានជាមួយចំណាត់ថ្នាក់លេខ4ដែលពិតជាមិនគួរឲ្យជឿតែម្ដងអញ្ចឹងសង្ខេបជាមួយលទ្ធផលសម្រាប់ការប្រកួតនៅ Australian Grand Prix ហ្នឹង George Russell គឺទទួលបានជាមួយចំណាត់ថ្នាក់លេខ3និង Kimi Antonelli គឺទទួលបានជាមួយចំណាត់ថ្នាក់លេខ4ដែលវាពិតជាពិន្ទុមួយដ៏ល្អខ្លាំងមែនទែនសម្រាប់ Mercedes-AMG Petronas F1 Team ងាកទៅមើលការប្រកួតនៅប្រទេសចិនវិញក៏គាត់ធ្វើបានល្អផងដែរដែលមិនថាវគ្គ FP1 វគ្គ Spin Qualify ការប្រកួត Sprint ក៏ដូចជាវគ្គ Qualify សម្រាប់ Chinese Grand Prix និង Main Race Chinese Grand Prix ប្រិមត្តអរគ្នាដែលធ្វើឲ្យគាត់មានប្រជាប្រិយភាពខ្លាំងមែនទែនរហូតដល់គេធ្វើការ vote គាត់ឲ្យក្លាយទៅជា Driver of the Day ហើយគាត់ក៏ជួយឲ្យ Mercedes AMG Petronas F1 Team ទទួលបានចំណាត់ថ្នាក់លេខ2 standing សម្រាប់តារាង Constructor Standing ផងដែរគួរបញ្ជាក់ផងដែរថាសម្រាប់ Kimi Antonelli លោកគឺជាកីឡាករដែលមានវ័យក្មេងជាងគេទី2ដែលទទួលបានពិន្ទុនៅក្នុងប្រវត្តិសាស្ត្រ Formula 1 ផងដែរជប់សម្រាប់អ្នកគ្នានៅកម្ពុជារបស់យើងក៏មិនធម្មតាដែរគឺមានបងប្អូនយើងជាច្រើនបានទៅធ្វើការគាំទ្រជាមួយនឹងប្រេងលំអិល Petronas ខ្លាំងក្លាបំផុតតែម្ដងពីព្រោះថា Petronas គឺជាប្រេងលំអិលស្តង់ដាជាប់ជាមួយនឹងពានរង្វាន់ជាប្រេងលំអិលដែលមានសក្តានុពលនិងគុណភាពខ្ពស់បំផុតជាងគេនៅលើពិភពលោកអញ្ចឹងទើបប្រជាជនកម្ពុជាយើងសប្តាហ៍ថ្ងៃពិសេសគឺ fan Mercedes AMG Petronas F1 តែម្ដងបន្តធ្វើការគាំទ្រជាមួយនឹងប្រេងលំអិល Petronasរហូតតែម្ដងអញ្ចឹងបើស្រឡាញ់ជាមួយនឹង Mercedes AMG Petronas F1 Team កុំភ្លេចធ្វើការប្រើប្រាស់ជាមួយនឹងប្រេង Petronas ផងមួយទៀតសម្រាប់ fan និងអតិថិជន Petronas សប្តាហ៍ថ្ងៃគឺអាចបញ្ជាទិញដែលអស់ក្តីព្រួយបារម្ភតែម្ដងទៅតាមបណ្ដា depot ដែលបានសហការជាមួយនឹង Petronas Lubricants Cambodia ដោយផ្ទាល់ព្រោះក្រុមហ៊ុនសប្តាហ៍ថ្ងៃគឺជាក្រុមហ៊ុនដែលទទួលបានជាមួយនឹងសិទ្ធិធ្វើការនាំចូលផ្ដាច់មុខតែមួយគត់នៅឯប្រទេសកម្ពុជារបស់យើងហើយព័ត៌មានបន្ថែមប្រិយមិត្តអរគ្នាក៏អាចធ្វើការតាក់ទងមកកាន់ Facebook Page Petronas Lubricants Cambodia តែមួយគត់ផងដែរដែលខ្ញុំបានធ្វើការរៀបរាប់នៅខាងលើអញ្ចឹងប្រិយមិត្តអរគ្នានេះគឺជាការទៅបកបង្ហាញរវាងខ្ញុំអាសាម៉ែតជាមួយនឹងលោក Kimi Antonelli អញ្ចឹងបើសិនជាប្រិយមិត្តមានចំណាប់អារម្មណ៍បែបណាកុំភ្លេចធ្វើការ drop comment ខ្ញុំដឹងនៅខាងក្រោមផងពីខ្ញុំអាសាម៉ែតអរគុណប្រិយមិត្តអរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ